គ្រប់ជំរាបសួរលោកអ្នកនាងដែលកំពុងតែតាមដានទស្សនាការផ្សាយពីសារព័ត៌មាន The Khmer Today ក្រសួងពាណិជ្ជកម្មកម្ពុជាអំពាវនាវឲ្យពាណិជ្ជករកម្ពុជាចូលរួមពិព័រណ៍ម្ហូបអាហារពិភពលោកសាលប៉ារីស2026នៅប្រទេសបារាំងក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសរៀបចំគណៈប្រតិភូដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិដ៏ធំសាលប៉ារីស2026ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី17ដល់ថ្ងៃទី21ខែតុលាឆ្នាំ2026នៅទីក្រុងប៉ារីសសាធារណរដ្ឋបារាំងយោងតាមក្រសួងពាណិជ្ជកម្មពិព័រណ៍សាលប៉ារីសត្រូវបានគេស្គាល់ថាជាវេទិកាម្ហូបអាហារនិងភេសជ្ជៈដ៏មានឥទ្ធិពលបំផុតមួយលើសកលលោកនេះគឺជាឱកាសសម្រាប់សហគ្រិនកម្ពុជាក្នុងការនាំយកផលិតផលខ្មែរទៅបង្អួតភ្នែកពិភពលោកក្នុងការស្វែងរកជាដៃគូវិនិយោគនិងសិក្សាពីគំនិតច្នៃប្រឌិតថ្មីៗក្នុងឧស្សាហកម្មម្ហូបអាហារក្រសួងក៏បានរាយការណ៍ថានៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះផលិតផលដែលត្រូវបែងចែកជា8ផ្នែកសំខាន់រួមមានអាហារកែច្នៃអាហារឆ្អិនស្រាប់គ្រឿងផ្សំគ្រឿងទេសនំចំណីបន្លែភេសជ្ជៈនិងផលិតផលទឹកដោះគោនិងផលិតផលសាច់គ្រប់ប្រភេទដែលសុទ្ធសឹងតែជាសក្តានុពលសម្រាប់ទីផ្សារអន្តរជាតិក្រសួងពាណិជ្ជកម្មក៏បានគូសបញ្ជាក់ផងដែរថាការចូលរួមនេះនឹងជួយឲ្យពាណិជ្ជករនិងផលិតករកម្ពុជាអាចបង្កើតបណ្ដាញទំនាក់ទំនងផ្ទាល់ជាមួយអ្នកបញ្ជាទិញមកពីជុំវិញពិភពលោកលើសពីនេះវាក៏ជាយុទ្ធសាស្ត្រមួយក្នុងការជំរុញការនាំចេញកសិផលខ្មែរឲ្យកាន់តែមានវត្តមានទូលំទូលាយនៅលើទីផ្សារអឺរ៉ុបអាស្រ័យហេតុនេះក្រសួងសូមអញ្ជើញពាណិជ្ជករផលិតករនិងវិនិយោគិនដែលមានបំណងចង់ចូលរួមមេត្តារុះរាន់តាក់ទងមកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មឲ្យបានទាន់មុនថ្ងៃ21ខែកុម្ភៈឆ្នាំ2026ខាងមុខនេះចំពោះទីតាំងចុះឈ្មោះក្រសួងណែនាំបងប្អូនអាចអញ្ជើញមកកាន់ក្រសួងពាណិជ្ជកម្មដោយផ្ទាល់ដែលស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ីសង្កាត់ទឹកថ្លាខណ្ឌសែនសុខសម្រាប់ព័ត៌មានលម្អិតសូមលោកអ្នកអាចតាក់ទងតាមរយៈលេខទូរស័ព្ទ087 755 551 077 361 866ការចុះឈ្មោះទាន់ពេលវេលានឹងជួយឲ្យការរៀបចំស្តង់និងការដឹកជញ្ជូនផលិតផលទៅកាន់ទីក្រុងប៉ារីសប្រព្រឹត្តទៅដោយរលូនក្រសួងសង្ឃឹមយ៉ាងមុតមាំថាសហគ្រិនខ្មែរនឹងចាប់យកឱកាសដ៏កម្រនេះដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់កម្រិតអន្តរជាតិភាពជោគជ័យនៅក្នុងពិព័រណ៍សាលប៉ារីសនឹងក្លាយជាមោទនភាពសម្រាប់ផលិតផលដែលបញ្ជាក់ថា Made in Cambodia នៅលើឆាកអន្តរជាតិជាកិច្ចបញ្ចប់សូមបងប្អូនពាណិជ្ជករទាំងអស់សូមកុំឲ្យឱកាសដ៏ធំធេងកន្លងផុតទៅក្រសួងពាណិជ្ជកម្មក៏បានត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលនិងគាំទ្រដល់ផលិតផលក្នុងស្រុកដើម្បីឆ្ពោះទៅរកភាពជោគជ័យនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពយុទ្ធនាការសិល្បៈដើម្បីសន្តិភាព2នឹងចាប់ផ្ដើមនៅភ្នំពេញថ្ងៃសុក្រនេះក្នុងកិច្ចស្វែងរកការអន្តរាគមន៍ពីអន្តរជាតិជំវិញឲ្យថៃដកទ័ពចេញយុទ្ធនាការបន្លឺសំឡេងតែមួយឲ្យខ្លាំងតាមរយៈសិល្បៈគំនូរសិល្បៈដើម្បីសន្តិភាព2នឹងចាប់ផ្ដើមគូនៅថ្ងៃសុក្រទី20ខែកុម្ភៈឆ្នាំ2026ខាងមុខនេះនៅឧទ្យានវត្តបុទុមក្នុងរាជធានីភ្នំពេញដើម្បីបង្ហាញទៅកាន់ឆាកអន្តរជាតិឲ្យបានដឹងកាន់តែច្បាស់អំពីទុក្ខវេទនារបស់ប្រជាជាតិកម្ពុជាពីការឈ្លានពាននិងភាពអយុត្តិធម៌ពីសំណាក់ប្រទេសថៃលោកតាន់កឹមសួរជាអ្នកផ្ដួចផ្ដើមយុទ្ធនាការបានបញ្ជាក់ថាបើទោះបីជាស្នូរកំភ្លើងបានស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងថៃនៅតែបន្តស្ថិតនៅក្នុងទឹកដីកម្ពុជានិងព្យាយាមបង្កើតស្ថានភាពថ្មីៗនៅលើទឹកដីជាក់ស្ដែងទាំងគំនូរនៅភ្នំពេញនេះនឹងបង្ហាញពីការពិតនៃការកាន់កាប់ទឹកដីការបំផ្លិចបំផ្លាញទីសក្ការៈបូជាការកំទេចផ្ទះសម្បែងនិងការដាក់ទូកុងតឺន័រនិងរបាំងបន្លាលួសរារាំងពលរដ្ឋមិនឲ្យត្រឡប់ចូលទៅកាន់លំនៅឋានវិញលោកតាន់កឹមសួរបានសង្កត់ធ្ងន់ថាគោលបំណងធំគឺយើងចង់ឲ្យសហគមន៍អន្តរជាតិចាត់វិធានការជំរុញឲ្យយោធាថៃដកទ័ពចេញពីកម្ពុជាលោកបានបន្ថែមថាផ្ទាំងគំនូរនៅសៀមរាបបានផ្ញើសារខ្លះហើយទៅកាន់ពិភពលោកហើយផ្ទាំងគំនូរនៅភ្នំពេញនឹងបង្ហាញពីការបៀតបៀនលើស្ត្រីកម្ពុជាជីវិតប្រជាជនក្នុងជំរកសុវត្ថិភាពការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងការបំផ្លាញបេតិកភណ្ឌពិភពលោកដែលវាពិបាក
ៈនិងពណ៌នាណាស់ជាមួយគ្នានេះលោក Andy Praver អ្នកស្រឡាញ់វប្បធម៌ខ្មែរដ៏ស៊ីជម្រៅម្នាក់និងជាអ្នកដែលយកចិត្តទុកដាក់ខ្លាំងចំពោះកម្ពុជាក៏បានចែករំលែកនៅបទពិសោធន៍ដោយផ្ទាល់ដែលលោកបានចូលទៅទស្សនានៅក្នុងគំនូរជញ្ជាំងសិល្បៈដើម្បីសន្តិភាពវគ្គ1ដែលស្ថិតនៅក្នុងខេត្តសៀមរាបកាលពីចុងសប្តាហ៍កន្លងទៅលោកបានកោតសរសើរថាវាពិតជាស្នាដៃសិល្បៈតាមដងផ្លូវដ៏អស្ចារ្យដែលសម្រេចឡើងដោយវិចិត្រករជាង50នាក់នៅសួនច្បារព្រះអង្គចេកព្រះអង្គចោមលោក Andy Praver បន្ថែមទៀតថាផ្ទាំងគំនូរទំហំ30ម៉ែត្រគុណនឹង5ម៉ែត្រកាលពីវគ្គ1បានបង្ហាញយ៉ាងច្បាស់ពីការលំបាកដែលប្រជាជនកម្ពុជាបានរងទុក្ខពីការឈ្លានពានរបស់យោធាថៃកាលពីឆ្នាំ2025កន្លងទៅលោកយល់ឃើញថាការប្រគល់ដីដែលត្រូវបានលួចដោយយោធាថៃឲ្យទៅពលរដ្ឋខ្មែរវិញគឺជាជំហានដំបូងបំផុតដែលត្រូវការក្នុងការដោះស្រាយបញ្ហាអយុត្តិធម៌នេះយោងតាមលោកតាន់កឹមសួរយុទ្ធនាការសិល្បៈដើម្បីសន្តិភាពពីនេះក៏នឹងផ្ដោតលើការបន្តកាន់កាប់ទឹកដីកម្ពុជាជាបន្តបន្ទាប់ដោយកងកម្លាំងថៃនិងការបំផ្លាញទីសក្ការៈបូជានិងរូបសំណាកសាសនាក៏ដូចជាជីវិតរបស់គ្រួសារដែលផ្ទះរបស់ពួកគេត្រូវបានកាត់ផ្ដាច់ដោយទូកុងតឺន័រដឹកជញ្ជូននិងរបាំងបន្លាលួសជាដើមលោកតាន់កឹមសួររំពឹងថាផ្ទាំងគំនូរនេះនឹងផ្ញើសារដ៏ខ្លាំងក្លាទៅកាន់សហគមន៍អន្តរជាតិដើម្បីបញ្ចប់រាល់ការឈ្លានពានទាំងអស់យុទ្ធនាការសិល្បៈដើម្បីសន្តិភាពពីនេះនឹងបើកចំហជូនជនរួមជាតិទាំងអស់ចូលរួមជាមួយគ្នាដើម្បីឲ្យពិភពលោកបានឃើញពីការពិតនៅលើទឹកដីជាក់ស្ដែងយោងតាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ប្រាប់សារព័ត៌មានអន្តរជាតិថាកងកម្លាំងថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីឆ្នាំមុនក៏ដោយសម្ដេចបានបញ្ជាក់ថាយើងនៅតែឃើញមានកងកម្លាំងថៃចូលកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើននិងព័ទ្ធរបងបន្លាលួសនៅក្នុងតំបន់ដែលថៃធ្លាប់ទទួលស្គាល់ថាជាទឹកដីកម្ពុជាដែលបង្កការរារាំងដល់ពលរដ្ឋមិនឲ្យត្រឡប់ទៅផ្ទះវិញអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានបញ្ជាក់ជាថ្មីទៀតថាកម្ពុជាប្រកាន់ជំហរជាដាច់ខាតក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនព្រមទាំងកិច្ចព្រមព្រៀងនានាខណៈដែលកម្ពុជាមិនដែលទទួលស្គាល់ជាដាច់ខាតនៅការកែប្រែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយពានហាលខាងកើតប្រាសាទបេងមាលាបង្ហាញសោភ័ណភាពគួរឲ្យទាក់ទាញឡើងវិញក្រោយបញ្ចប់ការជួសជុលពានហាលខាងកើតនៃប្រាសាទបេងមាលារួមទាំងចម្លាក់បង្កាន់ដៃនាគដ៏វិសេសវិសាលបានវិលត្រឡប់មកមានភាពរឹងមាំនិងសោភ័ណភាពទាក់ទាញសារជាថ្មីបន្ទាប់ពីអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលសង្គ្រោះនិងពង្រឹងរចនាសម្ព័ន្ធឡើងវិញកាលពីពេលថ្មីនេះយោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរាយការណ៍ថាក្រោយការចំណាយពេលជាច្រើនខែក្រុមអ្នកជំនាញបានសម្រេចការជួសជុលស្ពានហាលបង្កាន់ដៃរូបចម្លាក់នាគទាំង4កម្រាលព្រមទាំងធ្នឹមនិងសសរដោយបានយកទៅដាក់នៅទីតាំងដើមវិញយ៉ាងមានរបៀបរៀបរយក្រសួងបន្តថាបច្ចុប្បន្នសាធារណជនអាចមើលឃើញពីរចនាសម្ព័ន្ធស្ពានយ៉ាងពេញលេញជាពិសេសរូបរាងចម្លាក់នាគដែលនៅសងខាងឈរយាមស្ពានយ៉ាងអង់អាចដែលទិដ្ឋភាពនេះបានបាត់បង់អស់ជាច្រើនរយឆ្នាំមកហើយលោកលឺច័ន្ទនរ៉ាបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាពានហាលប្រាសាទបេងមាលាធ្លាប់តែរងការខូចខាតស្ទើរតែបាត់រូបរាងបានប្រែក្លាយជាមានភាពរឹងមាំនិងមានសោភ័ណភាពគួរជាទីមោទនៈលោកបានបញ្ជាក់ផងដែរថាក្រោយការបញ្ចប់ការជួសជុលស្ពានហាលនេះអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែទាំនិងត្រួតពិនិត្យជាប្រចាំសម្អាតស្មៅឬរុក្ខជាតិជៀសវាងការបង្កការខូចខាតដល់រចនាសម្ព័ន្ធស្ពានហាលជាបន្តទៀតបើយោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈគម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលាក្នុងដំណាក់កាលទី1នេះមានប្រវែងបណ្ដោយ100ម៉ែត្រនិងទទឹង13ម៉ែត្រដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាក្រោយ
ការឧបត្ថម្ភថវិកាមូលនិធិពិសេសមេគង្គឡានឆាងនៃសាធារណរដ្ឋប្រជាមានិតចិនក្រោយការបញ្ចប់ការជួសជុលក្រុមអ្នកជំនាញជួសជុលស្ពានហាលប្រាសាទបេងមាលាបានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមចំណែកក្នុងការជួសជុលមរតកដូនតាជាប្រវត្តិសាស្ត្រថ្មីមួយនិងដើម្បីភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទបេងមាលាបន្ថែមទៀតដែលជួយជំរុញដល់វិស័យទេសចរនៅក្នុងខេត្តសៀមរាបផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនានិងអធ្យាស្រ័យរាល់កំហុសខុសឆ្គងខណៈនេះនាងខ្ញុំសូមអរគុណនិងសូមគោរពលា